បងចុះវត្ថុស័ក្តិសិទ្ធិអ្វីដែលយើងគួរតែដាក់ការពារខ្លួនពេលចូលព្រៃកុំប្រកាន់អីបើប៉ះពាល់បាទគឺអត់មានបញ្ហាអីដែលត្រូវប៉ះពាល់ទេចំពោះសំណួរមួយហ្នឹងហើយល្អបំផុតចំពោះពុកម៉ែបងប្អូនដែលពេញនិយមក្នុងការដើរព្រៃហើយមានជំនឿទៅលើវត្ថុស័ក្តិសិទ្ធិបាទអញ្ចឹងទេរបស់ដែលត្រូវដាក់តាមខ្លួនជាវត្ថុស័ក្តិសិទ្ធិបាទទី1គឺប្រភេទជាផ្លូតបាទខ្ញុំធ្លាប់បានបង្ហាញច្រើនដងហើយផ្លូតនេះគឺការពារអទេរពិសនៅក្នុងព្រៃព្រោះថាក្នុងព្រៃតែងតែមានហើយបើនិយាយត្រង់ទៅខ្ញុំអាសាជួបមែនតើខ្ញុំក៏អាសាជួបដែរតែគ្រាន់តែផ្សាយមេត្តាផងយើងចេះផ្សាយមេត្តាធម៌ហើយរបស់ហ្នឹងគឺគួបសមហើយសម្រាប់ការពារយើងក្នុងការទប់ស្កាត់ជាមួយនឹងអទេរពិសមួយទៀតខ្ទឹមសមិនមែនជាប្រភេទវត្ថុស័ក្តិសិទ្ធិផ្នែកមន្តអាគមទេប៉ុន្តែស័ក្តិសិទ្ធិផ្នែកបន្សាបពឹសបាទហ្នឹងក៏ស័ក្តិសិទ្ធិដែរបន្សាបពឹសថាយើងប៉ះពាល់អីយើងដើរជន់ពឹសអីខំតាពីហូបមកគ្រាប់ចូលក្នុងពោះតាពីមកគ្រាប់ទៅឲ្យបែកយកមកបិទមុខលពោះកន្លែងណាប៉ះពាល់ទៅលើតនិចទៅលើពឹសហ្នឹងយើងយកមកបិទមកភ្លាមអញ្ចឹងខ្ទឹមសវាស្រួលរកអញ្ចឹងគប្បីត្រូវតែដាក់តាមខ្លួនឲ្យបានទាំងអស់គ្នានៅពេលដើរព្រៃមួយទៀតជាប្រភេទឆ្អឹងខ្ទីងបាទប៉ុន្តែហ្នឹងពិបាករកបន្តិចព្រោះថាសត្វខ្ទីងវាសឹងតែផុតពូជហើយតែបើសិនជាយើងនៅសល់ពីដូនតាមកពុកម៉ែបងប្អូនមួយចំនួននេះគាត់សល់ពីជីដូនជីតាទៅសល់ទុកឲ្យអាហ្នឹងបកែត្រង់ថាផ្ដិតជាមួយនឹងទឹកបើថាអត់មានទឹកគេផ្ដិតតែទឹកមាត់យើងហ្នឹងហើយយកទៅបិទពីលើកន្លែងដែលមានពឹសឧទាហរណ៍ថាមន់ចឹកវាមន់មានពឹសហ្នឹងក៏ឧទាហរណ៍ឯងចឹកបាច់អញ្ចឹងអាស្នាមថ្មិញយើងយកឆ្អឹងខ្ទីងហ្នឹងផ្ដិតនឹងទឹកមាត់យកមកបិទកន្លែងហ្នឹងវាបឺតពឹសហ្នឹងចេញហើយចូលក្នុងឆ្អឹងហ្នឹងហើយនៅពេលដែលយើងប្រើបឺតពឹសហ្នឹងអស់យើងបិទវា5នាទី10នាទីទៅដល់ពេលយើងត្រឡប់ទៅផ្ទះវិញយើងយកអាឆ្អឹងហ្នឹងយកទៅត្រាំស្រាសដើម្បីឲ្យពឹសហ្នឹងក្អែចេញពីឆ្អឹងហ្នឹងចូលទៅក្នុងស្រាសហ្នឹងវិញបាទអាហ្នឹងចំពោះឆ្អឹងខ្ទីងហើយនៅមានវត្ថុស័ក្តិសិទ្ធិផ្នែកបញ្ញាក្អែកសូមពុកម៉ែបងប្អូនប្រើបញ្ញាក្អែកដើមក្រូចសោចក្រូចពោធិ៍សាត់ក្រូចឆ្មាក្រូចថ្លុងរួមបញ្ចូលគ្នាកាលណាដែលយើងសំបញ្ញាក្អែកប្រមាណមុខនឹងបញ្ចូលគ្នាហើយយើងដេរជាមួយនឹងស្បង់ឬមួយក៏ដេរថង់បែបនេះដេរជាថង់បែបហ្នឹងដាក់បញ្ញាក្អែកប្រមាណមុខចូលក្នុងហ្នឹងហើយនឹងបញ្ញាក្អែកដើមសង្កែបញ្ញាក្អែកក្រងបាទប្រមាណមុខហ្នឹងសំចូលគ្នាគឺคล้ายជាអាឋានមួយហើយគេហៅថាអាឋានដើរព្រៃនឹងការពារអសេរពិសការពារអមនុស្សហើយជាមុនស្នេហ៍អ្នកតាទៀតអញ្ចឹងគឺយើងសុវត្ថិភាពអាហ្នឹងចំពោះវត្ថុស័ក្តិសិទ្ធិហើយយើងទាញរូតចងមកដាក់នៅក្នុងកប៉ៅអាវក៏បានខ្លះទៅគេចងគេជាមួយខ្សែកបានឬមួយក៏ដាក់នៅក្នុងកាបូបដាក់ក្នុងថង់ទេមកហើយស្ពាយទៅបើយើងប្រើជាកតាបយើងដាក់ជាកតាបទៅមានថង់យើងដាក់ថង់អញ្ចឹងមកអាស្រ័យទៅតាមពុកម៉ែបងប្អូនដែលពេញនិយមមកប្រភេទទៀតតាមពិតនៅមានច្រើនក្បួនខ្ញុំនឹងព្យាយាមបកស្រាយឲ្យអស់រឿងថាវត្ថុស័ក្តិសិទ្ធិដើរព្រៃហ្នឹង